ត្រូវធ្វើដូចម្តេចដើម្បីឲ្យមានចិត្តស្ងប់មិនមានការតក់ស្លុតនិងសេចក្តីស្លាប់រៀនពីដំណើរជីវិតរៀនពីជីវិតនឹងហ្មងណារៀនពីជីវិតនឹងហ្មងព្រោះអាស្លាប់ហ្នឹងក៏វារឿងជីវិតនឹងឯងកាលណាយល់ពីដំណើរជីវិតច្បាស់សេចក្តីស្លាប់វាមកទៅឯខ្លាចវានៅតែធម្មតាអញ្ចឹងតែវាមិនចូលទៅដល់ថ្នាក់តក់ស្លុតរហូតស្អីមកការពារទេអត់ទេរៀនទទួលវាតាំងពីឥឡូវទៅហើយស្លាប់ហ្នឹងស្លាប់តាំងពីឥឡូវយើងស្លាប់ដល់ដាច់ទៅហើមមកមិនយ៉ាងគេហៅថាស្លាប់ប៉ុន្តែពិតស្លាប់រហូតទៅយើងហ្នឹងធោះដែលនាំឲ្យខ្លាចបាត់ខ្លាចសេចក្តីស្លាប់គឺរៀនពីស្លាប់រៀនពីស្លាប់នឹងតែហ្មងមរណានុសតិនឹងហ្មងពុទ្ធពរិទ្ធហ្នឹងឃើញពុទ្ធពរិទ្ធសិតតែខុសពីគេផុសពីគេមិនមែនខុសទេណាវាពិតហើយខុសពីគេមានតែគេនឹងវាដើរផ្ទុយពីសច្ចភាពនៃជីវិតខ្លាចសេចក្តីស្លាប់ទៅរកស្អីពឹងវិញទៅរកមុនទៅរកអាគមទៅរកស្អីវិញវាដែររត់រួចអ្នកធ្វើឲ្យយើងស្លាប់ដែរហ្នឹងឃើញទេហើយដល់ពុទ្ធអ្នកឯងខ្លាចអីត្រូវរៀនពីនឹងឲ្យច្បាស់ហើយរហូតដល់ចម្រើនទៅរៀនច្បាស់ចម្រើនវារឿយថាអញស្លាប់គ្រប់ពេលអញស្លាប់ឥឡូវហ្នឹងតិចទៀតស្លាប់ក៏បានតិចទៀតស្លាប់ក៏បានសិតថាឱកាសដែលអញត្រូវស្លាប់រហូតអញ្ចឹងបើស្លាប់ហ្នឹងវានឹងតិចយូរវាស៊ាំជាមួយនឹងអាស្លាប់នោះមនុស្សដែលមិនដែលគិតពីសេចក្តីស្លាប់អាត្មាលើករឿងឧទាហរណ៍មួយប្អូនរបស់ប្របាទធម្មសោកប្អូនរបស់ប្របាទធម្មសោកនឹងមិនដែលជ្រះថ្លានឹងប្រសង់ទេលោកគិតថាប្រសង់ឯណាដែលគួរគោរពនោះគាត់គេធ្វើឲ្យនៅស្រាប់ចង្ហាន់ទៅបិណ្ឌនោះបានជីវរអីគឺប្រគេនមិនដឹងថាមានគុណស្អីផងបើមួយថ្ងៃឃើញសប្បាយជាមួយនឹងជីវិតនឹងរស់នៅអង្គត់នឹងអីចឹងបងឲ្យជ្រះថ្លាជាមួយព្រះសង្ឃគាត់មិនជ្រះថ្លាទេគាត់មិនជ្រះថ្លាដល់ចឹងបងនឹងធ្វើឧបាយមួយដើម្បីឲ្យប្អូននឹងយល់ពីដំណើរនៃការប្រតិបត្តិរបស់ព្រះសង្ឃសម័យនោះលោកប្រតិបត្តិមិនខ្មិចណាពេលមួយហ្នឹងស្ដេចត្រូវគ្នាជាមួយរាជអាមាត្យអស់ហើយដល់ពេលមួយស្ដេចធ្វើចូលទៅកន្លែងណាទេអាត្មាចាំមិនច្បាស់ប៉ុន្តែគាត់ថាដោះអលង្ការជាសង្វាជាមកុដឬក៏ជាអីរបស់ស្ដេចទាំងអស់ហ្នឹងអលង្ការរបស់ស្ដេចហ្នឹងទុកនៅខាងក្រៅហើយដល់ចូលទៅរបៀបដូចជាទៅថ្វាយបង្គំអីអញ្ចឹងអាត្មាចាំមិនច្បាស់ហើយកន្លែងហ្នឹងប៉ុន្តែដឹងតែទុកអញ្ចឹងហើយដល់ពេលហើយក្រុមអាមាត្យមកក្រុមទៀតហ្នឹងចេះតែប្រាប់ប្អូនហ្នឹងព្រះអង្គម្ចាស់នេះអាវនឹងព្រះសង្ហានឹងមកុដនឹងសមមួយព្រះអង្គម្ចាស់សាកបន្តិចមើលបរិជាមិនដឹងទេព្រះអង្គចូលទៅក្នុងបាត់ហើយកន្សាកបន្តិចទេអូននេះមិនហ៊ានទេខ្លាចម្ចាស់បងព្រោះម្ចាស់បងកាចណាប្របាទធម្មមេសោកធ្លាប់សម្លាប់អស់ច្រើនហើយដល់ពេលចឹងទៅនឹងសាកបន្តិចទៅចាំទូបង្គំចាំផ្លូវឲ្យសាកមើលសមឯនោះក៏លោសាកបន្តិចខណៈសាកបន្តិចឲ្យសញ្ញាទៅក្នុងស្ដេចចេញមកវិញឃើញកំពុងតែត្រង់គ្រឿងហ្នឹងស្ដេចចោលតែចង់ដណ្ដើមរាជផងណានោះញ័រមកភ័យហើយក៏បញ្ជាថាអាមាត្យហើយចាប់អាក្បត់នេះឲ្យទៅសម្លាប់ទៅបហាជីវិតចោលភ្លាមហើយនោះតែភ័យលេចអាចលេចនោមភ័យដល់តែអញ្ចឹងរាជអាមាត្យហ្នឹងក៏អង្វរនឹងជាប្អូនបកើតពុះម៉ែតែមួយបានទុកហ្នឹងបើម្ដាយដតីស្ដេចនឹងសម្លាប់ចោលអស់ហើយខ្លាចដណ្ដើមរាជហ្នឹងដល់ពេលអញ្ចឹងទៅជាអង្វរពេលសកិច្ចណាជាល្បិចឯងសូមព្រះអង្គទ្រង់អនុគ្រោះផងចុះយ៉ាងណាក៏យល់ថាព្រះរាជបុត្រព្រះអនុជនេះស្មោះត្រង់នឹងព្រះអង្គយូរហើយម្យ៉ាងទៀតជាព្រះអនុជដែលកើតមករួមផ្ទៃតែមួយសំណោះដល់ព្រះមេដាដែលខំផ្ទាវពោផ្ទៃមកហើយបើបំណាច់ទៅលោកមិនដែលស្គាល់ថាការសោយរាជនឹងមានន័យដូចម្ដេចហើយសូមព្រះអង្គអនុគ្រោះឲ្យលោកបានស្គាល់ជាតិសោយរាជនឹងបន្តិចទៅចាំសម្លាប់ក៏បានដែរប៉ុន្តែសិតតែល្បិចទេដល់អញ្ចឹង
សុំរយៈពេលយូរមួយឆ្នាំមិនអោយ3ខែមិនអោយ6ខែមិនអោយ1ខែក៏មិនអោយមកកន្លះខែក៏អត់អោយដល់សុំថាមិនអោយបានមួយអាទិត្យទៅអោយលោកសោយរាជឲ្យស្គាល់ជាតិមុនស្លាប់ទៅបាទថាអញ្ចឹងក៏បានដែរអញ្ចឹងយើងឲ្យណៃសោយរាជ7ថ្ងៃសិទ្ធណៃបាន7ថ្ងៃឯងវ័យត្រាឲ្យសោយរាជតែ7ថ្ងៃឯងរួចពី7ថ្ងៃគឺត្រូវប្រហារជីវិតដែរឲ្យវាស្គាល់ជាតិអាសុកនឹងមិនសុកក្នុងការសោយរាជនឹងមិនឲ្យទាំងអស់មែនដកតែមហេសីចេញឯងស្រីពេញវាំងនឹងយកមួយណាទៅសុបាយយកអត់សម្បត្តិនឹងយកទៅប្រើមិនប្រើប៉ុន្តែស្ដេចនឹងឲ្យវ័យស្គរមួយថ្ងៃប្រហែលដងតាំងពីព្រឹកថ្ងៃត្រង់ល្ងាចកដាលយប់រួច4ដងពេលព្រឹកទូងសួរទូងប្រកាសស្រេចហោថា7ថ្ងៃទៀតព្រះរាជាដែលសោយរាជថ្ងៃនេះនឹងត្រូវកាត់ប្រកេះហើយកាត់ក្បាលហើយឯនោះសូម្បីតាស្រីនៅជុំវិញមកអញកមករំថាពុទ្ធធុញថយអត់មានសបាយជាមួយនាងឯងនេះអញចិត្តងាប់ហើយនេះវានឹកតែរឿងងាប់នេះណាឃើញទេបានស្ងប់បន្តិចសងំញោខ្លួនណាស្រីមកចិត្តកុំមិនដែលទៅប៉ះពាល់អីព្រោះគិតតែមួយអាទិត្យទៀតងាប់ហើយថ្ងៃត្រង់គេទូងទៀតដែរទូងនៅសល់តែ6ថ្ងៃកន្លះទៀតទេព្រះរាជាដែលសោយរាជថ្ងៃនេះនឹងត្រូវកាត់ព្រះសិរសាហើយស្រែកហូអញ្ចឹងទៅឲ្យពេញតាវាំងអញ្ចឹងណាអញ្ចឹងមើលអាតន្ត្រីក៏ដោយអាស្អីក៏ដោយលោកមានសប្បាយស្អីលោកឥឡូវងាយគេទូងទៀតដែរប្រកាសទៀតណាយប់ជ្រៅកដាលយប់គេទូងទៀតដែរអាចិត្តភ្លឺគេទូងទៀតទូងបន្ទាប់មកនៅសល់តែ5ថ្ងៃទៀតទេនៅសល់តែ4ថ្ងៃទៀតទេនឹងត្រូវកាត់កហើយនៅសល់តែ1ថ្ងៃសល់តែមួយយាមទៀតនៅសល់តែប្រហែលម៉ោងទៀតនឹងត្រូវកាត់កហើយដល់ពេលបហាជីវិតព្រះរាជាកាន់ដាវខ្លួនឯងមកនៅលើទីលានបហាជីវិតហ្នឹងប៉ុន្តែព្រះរាជាលោកជ្រះថ្លានឹងពុទ្ធសាសនាណាកាលហ្នឹងឈប់សម្លាប់ហើយមែនតើដល់ពេលយាដាក់កបិតពុបមកលើកអញ្ចឹងនិយាយពីអាណុចនោះញ័រចុះជាប់ដៃចេះផងហើយញ័រភ័យបានព្រះរាជាភ្លេចសួរមើលអាណុចធ្វើរៀបសម្លាប់បើភ្លេចសួរតិចសិនអាណុចអូនមិនទៅមួយអាទិត្យដែលបងឲ្យសោយរាជនឹងសុខសប្បាយមិនខ្លះស្រីច្រើនសម្បត្តិច្រើនមាសពេជ្រច្រើនអីហ្នឹងមានធ្វើឲ្យអាណុចបានសុខស្ងប់អីទេបានឯនោះឆ្លើយទាំងតាហេបតហប់ភ័យញ័រទាំងម្ចាស់បងហើយ7ថ្ងៃនេះណាកុំថាឡើយដល់ទៅសបាយបន្តិចសំបីដេកលក់បន្តិចមិនដែលផងហើយល្មិចចឹងឲ្យទាំងអស់ណាយើងមានដែលថាប៉ះពាល់អីមិនបានស្រីទាំងអស់យើងឲ្យទាំងអស់ទ្រព្យសម្បត្តិទាំងអស់យើងឲ្យអ្នកឯងចាយមកសេរីអញ្ចឹងធ្វើអីធ្វើទៅយើងមិនមែនហាមសិទ្ធិណៃណាឲ្យទាំងអស់តាមិនក៏មិនសប្បាយសោះពីព្រោះអីអាសេចក្តីស្លាប់នឹងវាងៀងនៅតែជាទូបង្គំថា7ថ្ងៃទៀត6ថ្ងៃទៀត5ថ្ងៃទៀតអាស្លាប់នឹងមកដល់ហើយសុកតាន់តិចអត់បងមានតែភ័យហេតុឲ្យរស់ដល់7ថ្ងៃផងណាបានព្រះរាជាបងនឹងដកកបិតចេញឲ្យគេស្រាយចំណងអនុជប្អូនជាប្អូនសម្លាញ់របស់បងតែមួយគត់ដែលបងស្រឡាញ់ស្មើនឹងកែវភ្នែកបើទោះជាមានរឿងឲ្យបងស្លាប់ជំនួសក៏បងអាចស្លាប់ជំនួសប្អូនបានដែរប៉ុន្តែដែលយើងធ្វើនេះចង់ឲ្យប្អូនដឹងថាអ្នកដែលគិតដល់សេចក្តីស្លាប់ដែលមកគៀកហើយហ្នឹងតើគិតពីសុខហ្នឹងយ៉ាងម៉េចសេចក្តីនេះយើងចង់បញ្យល់ប្អូនថាលោកម្ចាស់ទាំងឡាយដែលបងគោរពបូជារាល់ថ្ងៃណាលោកមិនដែលគិតថាខ្លួនលោករស់បាន7ថ្ងៃផងជាប្រកដីលោកតែងតែគិតថា
ជីវិតលោកអាចស្លាប់គ្រប់ពេលដង្ហើមចូលដង្ហើមចេញឬតែមួយពំនូកបាយដែលលេបចូលក៏អាចស្លាប់បានប្រកដីលោកតែងពិចារណាយ៉ាងនេះឯងប្អូនគិតទៅមើលលោកមានកត់ប៉ុណ្ណឹងចង្ហាន់បិណ្ឌបាតដើរបិណ្ឌប៉ុណ្ណឹងហើយទាំងដែលលោកគិតថាជីវិតនេះងាប់តែឥឡូវហ្នឹងលោកគិតតែអញ្ចឹងសួរថាឲ្យលោកទៅជ្រក់ជ្រិញសបាយរីករាយជាមួយនឹងបច្ច័យ4ហ្នឹងមិននឹងកើតទៅបងអូនឯនោះជ្រះថ្លាហ្មងអីចឹងណោះបានគិតថាអញព្រះរាជាឲ្យសម្បត្តិទាំងអស់ឲ្យសោយរាជក្នុងវាំងអីឲ្យរស់ដល់ទៅ7ថ្ងៃអមិនកើតចុះលោកម្ចាស់ដែលឃើញសេចក្តីស្លាប់ហ្នឹងថាវាមិននឹងមកដល់ឥឡូវនេះឯងតើឲ្យលោកភ្លើតភ្លើនមកដេចនឹងកើតស្រាប់តែជ្រះថ្លាហ្មងព្រះរាជានឹងតាមពិតមិនចង់ឲ្យប្អូនសម្រេចចិត្តដល់ប៉ុណ្ណឹងទេស្រាប់តែប្អូនប្រគុណម្ចាស់បងព្រាមបងមិនម្ចាស់បងស្រីព្រាមបងព្រះចេដ្ឋាហ្នឹងថាបើព្រះរាមអនុគ្រោះសូមព្រះអង្គអនុញ្ញាតឲ្យទូលបង្គំជាខ្ញុំបានទូបួសផងដើម្បីខ្ញុំព្រះអង្គបានឆ្វេងយល់អំពីជីវិតនេះកាន់តែច្បាស់លោកបួសមិនបានយូរប៉ុន្មានក៏បានសម្រេចព្រះរហន្តដោយឃើញដំណើរជីវិតនេះវាកើតពីបច្ច័យអញ្ចឹងលោកវាអត់កើតជីវិតនេះខ្លីគិតថាមួយអាទិត្យទៀតស្លាប់ហ្នឹងក៏ឈ្មោះថាប្រមាទហើយដេកឥឡូវហ្នឹងងាប់ឥឡូវហ្នឹងក៏បានដែរអាត្មាកំពុងនិយាយកាំងឈឹងងាប់ភ្លាមឥឡូវហ្នឹងក៏បានដែរឃើញទេជីវិតយើងទាំងអស់គ្នាហ្នឹងមិនមែនជីវិតអ្នកនិយាយធម៌បានអញ្ចឹងណាអ្នកអត់និយាយធម៌ក៏អញ្ចឹងធិតពិតវាអញ្ចឹងកាលណាគិតពីវារឿយវាដោះឆន្ទរាគៈជាមួយនឹងសម្ភារៈជាមួយនឹងស្អីនៅក្នុងโลกនេះគឺ manage វាហើយស្រេចអាត្មាឃើញញាតិញោមដែលគាត់គិតដល់សេចក្តីស្លាប់គាត់រៀបចំគ្រួសារគាត់បានស្រួលណាដោយជួបលោកអុកញ៉ាថ្ងៃមុនគាត់មកអញ្ចឹងគាត់ថាទៅណាពីអ្នកប្រពន្ធអីចឹងគាត់មិនដឹងថាថ្ងៃណាដែលត្រូវស្លាប់តាមយន្តហោះឬក៏អីគាត់រៀបចំឲ្យស្រេចទ្របនៅតាណាកូននៅណាមានបំណុលតាណាហើយយុទ្ធសងណាមុខរបរស្អីខ្លះឲ្យកូនដឹងអស់មានឲ្យគាត់រៀបចំឲ្យស្រេចអត់ញ៉ៃទេកូនអត់ញ៉ៃទេដោយសារអីគាត់គិតថារឿងងាប់ហ្នឹងឃើញវាស្រួលហើយបើយើងគិតរឿងស្លាប់គិតទៅរកការពារចុះការពារឡើងអានឹងវៀងការពិតទៀតស្លាប់ជាសច្ចធម៌ណាឃើញទេមរណំបិទុក្ខំជាទុក្ខសច្ចៈជាសច្ចធម៌ជាធម៌គូកំណត់ដឹងអ្នកមើលយើងអ្នកផ្លុំឲ្យយើងនឹងក៏ស្លាប់ដែរមែនឬមិនមែនណាមិនមែនក៏មែនដែរអញ្ចឹងធម៌ដែលកំចាត់បងសេចក្តីស្លាប់គឺព្យាយាមយល់អំពីសេចក្តីស្លាប់ហើយចម្រើនឲ្យណាស់ថាជីវិតនេះងាប់ពេលណាក៏បានដែររឿយស្រាប់តែស្លាប់នឹងធម្មតាអញ្ចឹងដូចអាត្មាខ្លាចខ្មោចអញ្ចឹងអ្នកខ្លះសួរអាត្មាថាម៉េចបានខ្លាចខ្មោចអាត្មាចង់ខ្លាចខ្មោចអាត្មាទៅនៅព្រៃខ្មោចត្មងកាលនៅតកែវព្រៃខ្មោចហ្នឹងកាលពីអាត្មានៅសាមណេរនិយាយពីអត់ហ៊ានដើរទេសូម្បីតែពេលថ្ងៃខ្លាចហ្មងប៉ុន្តែពេលប្រហែលឆ្នាំក្រោយអាត្មាទៅបរៀនទៅធ្វើកូនខ្ទមមួយឲ្យកត់ស្លឹកទៅទៀតអញ្ចឹងស្លឹកហ្នឹងធ្វើខ្លួនឯងហ្នឹងកូនខ្ទមហ្នឹងនៅហើយព្រៃខ្មោចហ្នឹងហែដើមពោច្រាវពេលយប់មិនខ្លាចទេខ្លាចប៉ុន្តែដូចខ្មែរយើងបើថាខ្លាចអីលូកឲ្យវាកប់តែលូកឲ្យកប់លែងដូចយើងស្អុយអីចឹងហិតឲ្យវាស្រូបឲ្យពេញមកលែងអីអានោះប៉អានឹងពិបាកអញ្ចឹងទៅនៅព្រៃខ្មោចហ្នឹងហើយដល់ពេលយប់មិនខ្លាចទេខ្លាចដំបងហ្នឹងអត់ហ៊ានបលត់ភ្លើងទេដេកសឹងដុតចង្គៀងរហូតទល់ភ្លឺចាក់ប្រេងឲ្យពេញដាក់ដេកេះចិត្តមិនខ្លាចទេខ្លាចហើយដល់វាស្រាវខ្នងមែនទេអាស្លឹកពោនោះច្រាវមកខ្លាចឯកាលហ្នឹងអត់តន់យល់ធម៌អីប្រហែលទេចេះតែបល័យអីទៅរៀនហ្នឹងថ្មចាប់ដើមយល់ធម៌មែនទេនៅឆ្នាំ2000ហ្នឹងចាប់ដើមយល់ធម៌ហើយប៉ុន្តែមុនហ្នឹងទៅរៀនបល័យចេះតែបល័យហ្នឹងរៀនអីតិចតួចហ្នឹងប៉ុន្តែរកកលឹះហូបបាត់ខ្លាចខ្មោចឃើញទៅនៅព្រៃខ្មោចត្មងមើលខ្លាចអីទៅនៅហ្នឹង
ហើយដល់យប់វាមិនព្រមបាត់ខ្លាចសោះថានៅយូរបាត់ខ្លាចអត់ស្រាប់តែរកឧបាយមួយទៀតសរោខ្លួនឯងណាធ្វើម៉េចបាត់ខ្លាចខ្មោចណាហើយពីក្មេងឲ្យតែលឺគេស្មូតឬគេសូត្រធัวកាវតាឬក៏គេស្មូតអីហ្នឹងគឺរួញជើងតែហ្មងដល់ពេលខ្លាចមែនទែនញាតិញោមដឹងថាអាត្មាយកធัวស្អីទៅឲ្យបាត់ខ្លាចឯងអាត្មាស្មូតរឿងខ្មោចនឹងសូត្រលឺទៅរូបាំងទុក្ខំសូត្រហ្មងសូត្រទុក្ខអើយទុក្ខខ្លាំងខ្លាំងពន់ប្រមាណចេះតែស្រែកលឺពីតូចដល់ធំទុកងុំពេញប្រានទុកឥតស្រាកស្រានទុកដល់ខ្លួនខ្សែគិតតែពីរឿងខ្សែហ្នឹងណាហើយជាងកាលសូត្ររឿងខ្មោចស្លាប់ទៅជាខ្មោចអាសោចពេកក្រៃឆ្អឹងសាច់សរសៃคล้ายជាធរណីជាគិតថាសូត្ររឿងខ្មោចឯងដើម្បីឲ្យខ្មោចវាគិតថាយើងគ្នាវាគិតចឹងអញ្ចឹងខ្លាចវាមកពីគំនិតរបស់យើងដល់យើង convey វាទៅផ្លាស់វាឲ្យទៅជារឿងអីផ្សេងលែងខ្លាចមែនយូរលែងខ្លាចខ្មោចលែងខ្លាចវានៅកន្លែងខ្មោចហើយដល់ពេលខ្លាចមែនទេស្មូតរឿងខ្មោចនឹងស្មូតអត់សូត្ររឿងអីផ្សេងសូត្រអារឿងខ្មោចនឹងតែមកដល់យល់សូត្រស្មូតយូរទៅយល់អីអនិច្ចាអើយរូបកាយយើងនេះឯងសង្ខារតតែងមិនទៀងទាត់កើតមកហើយតែងប្រះព្រាត់អីណាចឹងចេះសូត្រដល់យូរព្រោះអាស្មូតខ្លួនឯងនឹងទៅទៀតព្រោះនៃធัวគឺទៅងាប់សោះអានោះកាន់ងាប់មុនអញណាអញក៏ងាប់តាមក្រោយលែងខ្លាចខ្មោចតាំងពីហ្នឹងមកចឹងលែងខ្លាចអីវាទល់តែរៀនពីហ្នឹងខ្លាចទុកទល់តែរៀនពីទុកมันអាចខ្លាចទុកហើយយើងទៅរកវិធីបំបត្តិទុកដោយមិនយល់ពីទុកឡើយมันខុសពីពេទ្យទេពេទ្យចង់ព្យាបាលរោគត្រូវរកមេរោគមុននឹងរកថ្នាំរកមេរោគដើម្បីព្យាបាលរោគជាគឺត្រូវតែរកមិនស្គាល់រោគព្យាបាលមិនជាទេអញ្ចឹងក្នុងជីវិតយើងខ្លាចអីព្យាយាមយល់ពីអាហ្នឹងខ្លាចអីព្យាយាមយល់ពីអាហ្នឹងដូចល្ងងអីព្យាយាមរៀនពីអាហ្នឹងអញ្ចឹងណាដូចគ្នាអញ្ចឹងខ្លាចស្លាប់ខ្លាចខ្មោចខ្លាចអីក៏ដោយព្យាយាមយល់ពីអាហ្នឹងឲ្យច្បាស់ហ្នឹងអញ្ចឹងរតនាមេលាក្រុងពលីជាពិធីប្រមាញ់សាសនាហ្នឹងហើយជាពិធីប្រមាញ់សាសនាតែវាคลายអស់ទៅទៀតវាមិនមែនជាប្រមាញ់ដូចគេធ្វើនោះទេស្រីម៉ៅសួរវែងខ្ញុំអានតិចមកខ្ញុំកណាសូមសួរថារាល់ថ្ងៃនេះខ្ញុំបានសមាទាននិច្ចសិលតែម្ដាយក្មេកខ្ញុំកណាគាត់មិនពេញចិត្តនឹងផ្លូវដែលខ្ញុំកណាដើរសោះគាត់ខាត់ខ្ញុំកណាតែខ្ញុំកណាខឹងគាត់ខឹងគាត់ទៀតព្រោះខ្ញុំយល់ច្បាស់ហើយតែណែនាំគាត់មិនបានសោះហើយខ្ញុំចង់សួរថាតើបើគាត់ខាត់បែបនេះគាត់បាបឬទេហើយទានអ្វីបានផលច្រើនជាងគេព្រោះមានយាយម្នាក់គាត់ថាការបរិច្ចាគទានធំជាងគេហើយការពេចនឹងសង្ស័យបរិច្ចាគនៃការបច្ចាហ្នឹងហើយលោកយាយម្នាក់ទៀតសុំសិល 8គាត់ប្រាប់ខ្ញុំថាមិនអោយខ្ញុំស្ដាប់ធម៌ពេកព្រោះយល់ថាបើរៀនខ្លាំងពេកហើយធ្វើសមាធិប្រយ័ត្នគេយកទៅបាត់ស្រីម៉ៅអាត្មាហៅតែប្អូនស្រីចុះណាអាត្មាខ្សែជាងឥឡូវនេះនៅពេលដែលយើងយល់មែនទែនការរក្សាសិលរបស់យើងមិនមែនជាការសម្ដែងឲ្យគេដឹងឡើយសិលគឺចេតនានៅក្នុងចិត្តយើងមិនដើរជំទាស់នឹងអ្នកណាទេវាអត់មានអីអាក្រក់ផងនៅក្នុងនឹងភាពជាអ្នកយល់ដឹងធម៌គឺត្រូវយល់ពីមនុស្សនៅជុំវិញយើងទៀតឧទាហរណ៍អាត្មាលើកពីលក្ខណៈនៃអ្នកយល់ធម៌មានន័យថាយល់ពីជីវិតថាត្រូវដើរយ៉ាងម៉េចមិនមែនថាយើងបានល្អហើយយើងទៅមួយគេទេអញ្ចឹងណាកុំខឹងអាខឹងនឹងខុសធម៌ទៀតនៅអត់យល់ទៀតដែរខឹងអី
ត្រូវយល់ថាមកពីគាត់មិនតន់យល់ទើបគាត់អញ្ចឹងហើយដល់យើងខឹងគាត់មានន័យថាយើងមិនយល់ពីគាត់នឹងអត់យល់ដូចគ្នាគាត់មិនយល់ថាសិលនឹងជាអ្វីទើបគាត់ធ្វើអញ្ចឹងដល់យើងមិនយល់ពីស្ថានភាពរបស់គាត់ទើបយើងខឹងគាត់អត់យល់ដូចគ្នាហ្នឹងបានជាកើតទៅខឹងហ្នឹងណាអញ្ចឹងពាក្យថាយល់ធម៌មិនមែនយល់ថាត្រូវធ្វើនេះថាត្រូវធ្វើនោះទេគឺយល់ថាត្រូវដោះស្រាយយ៉ាងម៉េចនៅពេលដែលយល់គឺតួបញ្ញាដែលយល់ណាបងអូនហ្នឹងហើយពាក្យថាយល់ធម៌មិនមែនថាអូឥឡូវស្ដាប់ថាជ្រះខ្លះវាទៅវិញត្រូវកាន់សិលទៅវិញត្រូវធ្វើនេះត្រូវរសារពោសិតប្តីខឹងត្រឡប់តតងបែកបាក់ក្នុងគ្រួសារជួនកាលពីព្រោះសិលគឺកើតចេញពីចេតនាអាចមិនចាំបាច់ឲ្យគាត់ដឹងបើកាលណាបងអូនយល់អំពីសិលហ្នឹងមិនទៅសុំពីលោកក៏បានដែរគ្រាន់តែស្គាល់អំពីកម្មវត្ថុដែលយើងត្រូវធ្វើឧទាហរណ៍ទី1អត់សម្លាប់ឃើញទេល្អតាប៉ុន្តែយើងចាំបាច់ទៅប្រាប់គេទេខ្ញុំកាន់សិលមិនបាច់ប្រាប់អីគ្រាន់តែយើងតាំងចិត្តអត់សម្លាប់ទៅទី2យើងអត់លួចទ្រព្យគេចាំបាច់ទៅប្រកាសប្រាប់ថាខ្ញុំកាន់សិលទី2ឯងព្រោះខ្ញុំអត់លួចមិនបាច់ទេនៅក្នុងចិត្តឃើញទេនៅក្នុងចិត្តទី3អត់ប្រព្រឹត្តខុសក្នុងការមិនក្បត់ប្តីយើងទៅរកប្រុសឯនេះឯណោះអត់អលីងល្អហត់តាតាមពិតយាយហ្នឹងក៏គាត់ចង់បានកូនប្រសាអញ្ចឹងដែរតែគាត់អត់យល់ថាសិលហ្នឹងជាស្អីឃើញទេគាត់មានតែចង់បានកូនប្រសាជាចោរណាគាត់មានចង់បានកូនប្រសាជាឃាតករណាគាត់មានចង់បានកូនប្រសាផិតក្បត់កូនគាត់ណាសិលទី4អត់កុហកអត់បោកប្រាស់អត់កលិចកលុចយើងអត់ប្រកាសបាច់ទៅសូត្រតាមលោកក៏បានដែរគឺតាំងចិត្តចឹងតែហ្មងព្រោះគឺយើងឃើញលំអសិលវាចេញពីក្នុងនេះគាត់ក៏អត់ចង់បានកូនប្រសាកុហកដែរគាត់ចង់បានកូនប្រសាអ្នកមានសិលនឹងឯងតែគាត់មិនយល់ថាសិលនឹងជាស្អីឃើញទេបើគាត់យល់ថាគោសិលជាស្អីគាត់ឲ្យយើងរក្សាយូរហើយបើគាត់យល់នោះឧទាហរណ៍ឥឡូវយើងទៅកុហកបោកប្រាស់គាត់សប្បាយចិត្តណាស់អត់ទេគាត់ចង់ឲ្យយើងណែត្រូវត្រង់មួយអញត្រង់មួយប្តីគាត់ចង់បានអញ្ចឹងថាតែគាត់លើពាក្យសិលតាមតាអាចារ្យថាហ្នឹងគាត់អត់យល់បើគាត់យល់ថាសិលនឹងជាស្អីគាត់សប្បាយចិត្តងាប់ហើយដឹងថាកូនកាន់សិលនោះតែគាត់អត់យល់អញ្ចឹងកុំខឹងគាត់ពីព្រោះគាត់អត់យល់គាត់មិនយល់ថាស្អិលជាស្អីទើបគាត់ខឹងយើងដល់តែយើងខឹងគាត់ព្រោះយើងមិនយល់ពីគាត់ថាគាត់មិនយល់អាហ្នឹងមិនយល់តគ្នាខឹងដូចគ្នាមកតបង4ស្មានថាអញ្ចឹងណាដល់សិលទី5អត់ទៅផឹកស្រាអាឡេអាឡូហើយម៉ែក្មេកណាចង់បានកូនភាសាស្រីអ្នកប្រមឹកអត់ទេគាត់មិនចង់បានទេតែគាត់មិនយល់ថាសិលជាស្អីគាត់មិនយល់ថាសិលជាស្អីមកពីគាត់យល់ថាអ្នកសុំសិលដល់ទៅអង្គុយមុខលោកកតំអ្នកមោតាសង្ភកវៈតោបាណាតបាតាអាហ្នឹងហើយគេហៅអ្នកមានសិលថាមែនទេអាហ្នឹងប្រពៃណីតើសិលវានៅក្នុងចិត្តបើយើងយល់ច្បាស់ហើយសុំតែម្ដងបាច់សុំទៀតទេរៀនតែម្ដងយកមកជីវិតទៅគេហៅថានិច្ចសិលប៉ុន្តែយើងទៅវត្តហ្នឹងកាន់តែប្រពៃណីយើងទៅវត្តទេបានប្រគេនចហានលោកផងបានស្ដាប់ធម៌ប៉ុណ្ណោះទេណាទៅវត្តចំណេញតែរឿងប្រគេនចហានលោកហើយនឹងស្ដាប់ធម៌សន្ទនាធម៌បដិបត្តិធម៌ទេអត់មានទៅយកសិលពីលោកអីទៀតទេសិលវានៅនេះនៅក្នុងចិត្តឃើញទេឥឡូវសួរថាបើអ្នកទាំងឡាយយល់ពីសិលនឹងច្បាស់សួរថាមានកូនមានចៅមកបើកូនកើតមករក្សាសិលមកសុបាយចិត្តប៉ុណ្ណាបានកូនមិនមែនជាមនុស្សសាហាវឃើញទេជាកូនមានមេត្តាធម៌កាលណាមិនសម្លាប់ចម្រើនមេត្តាធម៌កូននឹងចេះអនុគ្រោះច្រើនមិនលួចទ្រព្យគេកូននឹងរស់ស៊ីសម្មាអាជីវៈមិនប្រឈមនឹងជាមួយច្បាប់ជាមួយគេចាប់ចងអីទេគាត់ខំរៀនគាត់ខំរស់ទ្រព្យដោយសម្មាអាជីវៈនរណាដែលមិនចង់បានអញ្ចឹងកាលណាមនុស្សនឹងស្មោះត្រង់ទោះបីពីមុនធ្លាប់ដើរលេងខូចកាយអីមានដល់តែមានប្តីមានប្រពន្ធស្មោះត្រង់គ្នាមិនប្រព្រឹត្តក្បត់ចិត្តគ្នានរណាមិនចង់បានតើបានមកជាមនុស្សស្មោះត្រង់ loyalty honesty មានភាពស្មោះត្រង់មិនកលិចកលុចមិនមុខក្រោយនរណាមិនចង់បានគាត់នឹងមិនទៅដើរផឹកស្រាអ៊ូពនួមកវៃប្រពន្ធវៃអីអត់លីងឃើញទេណាមិនចង់បានថាចង់តើប៉ុន្តែយើងចង់បានតែមនុស្សប៉ុន្តែយើងអត់យកធัวនឹងទៅដាក់អានេះរបៀបថាយើងចង់ទៅយកទូរស័ព្ទយកទៅទេឲ្យវាចេញទៅប៉ុន្តែអត់បញ្ចូលលុយមនុស្សវាទៅជាល្អកើតទៅមានសិលហ្នឹងណាសិលហ្នឹងប្រែទៅសេចក្តីល្អ
ចរិយាល្អនរណាក៏ចង់បានដែរបើអាត្មាទៅយកប្រពន្ធក៏អាត្មាចង់បានប្រពន្ធមានសិល5នឹងដែរនិយាយមែនទេណាហើយមានកូនមកក៏បរៀនកូនឲ្យយល់ពីសិល5នឹងដែរឲ្យយល់តាំងពីក្មេងមកកូនមិនត្រូវមានចិត្តសាហាវទេកូនត្រូវមានចិត្តសន្តោសសត្វក្នុងលោកសិតតែចង់រស់ណាកូនបញ្យល់អញ្ចឹងទៅមកបញ្យល់តាំងពីទូចណា baby ក្មួយអាត្មាបញ្យល់ទូញិចសត្វនេះអីអាត្មាប្រាប់មកគ្នាវាកើតមកអត់មានជំរើសទេវាចង់រស់ដែរក្មេងមានមេត្តាធម៌តាំងពីតិចទៅហើយគាត់ចេះកុហកចេះអីហាមភ្លាមអត់ឲ្យកុហកទេថារឿងសិតតាយើងចង់បានទេតែមកពីយើងមិនយល់ថាសិលជាស្អីកាលណានឹកថាសិលនឹកឃើញមនុស្សទៅអង្គុយកតំនៅមុខលោកឥឡូវទាំងអស់គ្នាឲ្យតែនឹកឃើញអ្នករសាសិលគឺទៅកតំនឹងអញ្ចឹងថាមិនមែនទេសិលនោះនេះសិលនោះនេះអញ្ចឹងជួនកាលគាត់អាចទៅជាមួយយើងដែរម៉ែក្មេងហ្នឹងឃើញយើងទៅតវត្តអញ្ចឹងគាត់អាចទៅកូនចៅនេះយើងគិតបន្តិចទៅវត្តតិចទៅវត្តក៏អាណិតកូនចៅគាត់មកកូនអត់មានអីស្អីម៉ែវាទៅវត្តនឹងស្អីហើយដល់ចឹងគាត់មិនយល់ចឹងណាអាថ្មនិយាយអស់ណានិយាយហ្នឹងនិយាយចង់ឲ្យទៅចម្រើនទេអត់មានមកនិយាយទៅនិយាយចឹងទៅខ្លាចញាតិញោមលេងទៅវត្តទេដូចអាថាហ្នឹងទៅក៏ទៅមិនទៅក៏ហីទៅអត់បញ្ហាអីទេលោកអត់ចង្ហាន់ដើរបិណ្ឌទៅបិណ្ឌឲ្យមិនបានទៀតសឹកទៅអត់អីទេបើយើងនៅតែត្អូញទៅបើគេមិនទៅវត្តអញអត់ចង្ហាន់ហីចុះអញ្ចឹងមានន័យយើងទៅបួសនាំចង្រៃដល់គេវល់ដល់គេគេជ្រះថ្លាគេមកប្រគេនឬរបស់គេទៅគេមកទេទៅបិណ្ឌទៅបិណ្ឌមិនបានសឹកទៅចប់ហើយបើយើងអត់ចង់ឲ្យគេរវល់តែគេដាក់ហ្នឹងគឺសិតទៅដោយការជ្រះថ្លាដែលគេទទួលបានប្រយោជន៍បើគេដាក់ហើយវាអញ្ចឹងឡើងវាលែងជាទម្ងន់ហើយវាលែងជាទម្ងន់ហើយហើយស្ដាប់ធัวខ្លាំងពេកហ្នឹងតិចពេលធ្វើសមាធិគេយកទៅស្ដាប់ខុសតែស្ដាប់ខុសទៅហើយដូចអ្នកស្ដាប់ព្រះរហន្តកកោកដីនៅស្រុកខ្មែរយើងរាល់ថ្ងៃគេល្បីព្រះរហន្តអញ្ចឹងឲ្យតែស្ដាប់ងាយយូរហ្នឹងទៅអស់ហើយអីណាព្រះរហន្តគេល្បីអត់បរិភោគអាហារ31ឆ្នាំឯណាឃើញគេបោះហើយជឿដែរថាផឹកតែទឹកទេអាត្មាមិនចង់រើករឿងជិមពូកាស៊ីតែអាចឲ្យអត់ថាស៊ីលមួកអត់ថាស៊ីបាយទេឡាមានតាអញ្ចឹងសម័យព្រះពុទ្ធលើកមកឲ្យយើងពិចារណាអស់ហើយព្រះអង្គបានបញ្ជាក់ហើយថាអាហារនេះយើងជាជនសាមញ្ញហ្នឹងបរិភោគមួយពេលបើយើងអាចអត់បានមិនស្លាប់7ថ្ងៃអស់ហើយអត់មានជាតិអាហារសោះ7ថ្ងៃអស់ហើយអាយុនោះវាមានមួយលើកដល់30-40ថ្ងៃអីចឹងវាមានអស់ចាមួយចឹងដែរតែឲ្យដល់ឆ្នាំមិនអាចទេមិនអាចទេយើងសួរថាតើសរសៃឈាមយើងរៀនតាមវិទ្យាសាស្ត្រវាផលិតពីស្អីបើដាក់តែទឹកសុទ្ធទៅនឹងសួរថាវាបង្កើតទៅជាឈាមកើតអីបង្កើតទៅជាសរីរាង្គកើតទៅជាឆ្អឹងកើតទៅជាអីគ្រប់គ្រងដល់ខួរក្បាលកើតធ្វើបត់ថាទឹកវាមានកម្រិត 70% នៅក្នុងខ្លួនយើងក៏ពិតមែនប៉ុន្តែ 30% ទៀតវាត្រូវការជាតិអាហាររួមសព្ពេសត្តាអាហារដ្ឋតិកាពុទ្ធសម្ដែងច្បាស់សត្វលោករស់បានដោយសារអាហារហើយឥឡូវយកពេលអរហន្តហ្នឹងទៅកុហកអ្នករហាមស្រុកខ្មែរយើងជឿងប់និយាយពិបាកនិយាយហ្មងណាឯណាព្រះអរហន្តគេហ្នឹងអត់អាហារ31ឆ្នាំឲ្យឆាន់តែទឹកទេហើយអរហន្តថ្មីរបស់គេហ្នឹងអត់អាហារ6ឆ្នាំឲ្យឆាន់តែទឹកទេបើស្ដាប់អញ្ចឹងមិនឈួតហើយឈួតយ៉ាប់កែបើស្ដាប់ត្រូវស្ដាប់ធម៌ពុទ្ធមែនទេយើងចាងក្នុងបៃដកនេះមានចេះឈួតអីទៅធ្វើបាសនាស្អីក៏វាមិនឈួតដែរព្រោះដឹងទិសដៅហើយតែស្ដាប់ខុសឈួតហើយអាត្មាមិនដឹងធ្វើម៉េចទេបុណ្ណាកូនខ្មែរសូមឲ្យបញ្យល់ពីអត្តន័យនៃការចូលឆ្នាំខ្មែរចាំថ្ងៃក្រោយឥឡូវជាចិត្តអស់ម៉ោងហើយចាំអាត្មាដាក់មួយคลิปត្មងហើយរឿងអួតព្រះរហន្តអត់បាយអត់ទឹកនៅឥណ្ឌានៅនេប៉ាល់ហ្នឹងអួតកុហកមកកកោរឿងជឿខុសមិនមែនតែខ្មែរមិនមែនតែថៃមិនមែនតែអីជាតិណាក៏ដោយឲ្យតែឱកាសមនុស្សជឿច្រើនគេកុហកពេញនៅហ្នឹងឯង
mà đã rùa hay sơ sê bỏ họ rừng chiêm bồ ca chi vụ nó chiêm bồ ca chi vụ nâng ba bạc cam bị bọc chiết máu bởi dừng dây bị pet với việc ạch miên sinh nhan ấy mùi không riêng cái nâng bà bởi thôi ở clean tại liềm muộn còn việc mà kê miền phép kê ta si liềm muội ná của họ kê ta họ ngay si ta tròn lên và nó bê giúp từ rô bà cô ai vậy họ kê ở ha sập ram chán á kê chưa ta bè hòn vào kê ở cha ở si ấy hay bè sama samput để phơi tục cái kia của mùi chán mấy ọt bay của mùi chán tầm mong tiếp cả bọn ông thôi nó tịnh là hốt đó nó sol dạng hết vào pan mê đây đây ở bên miền chiết à ha kha trong khói rồi hay rồi ai mà uất ha ọt bay ọt chăn ấy mà sam sụp mùi chán hay sao tự nhiên nhung bột bò sang đang chưa cặp mộc mỏ tham am đang dây tham mày dây ọt chanh mó chẳng ban anh ấy đôi nẹt bờ riêng play và tháp bạn đáy từ nào hay mua một bờ riêng ở trâu với một nghề chẳng sốc chất nẹt mấy dây chạm vô chiềng hay là chưa từ ấy á chùm nướng trâu đo cả ba thấy đo là dạ bà chia sầm bạt em người na xôm xu luôn chẳngรู้ថាតើការអត់ធ្មត់នឹងរឿងអ្វីមួយមានដែនកំណត់ឬគ្មានវាមានកំណត់ត្រឹមការវឹកហាត់ចិត្តរបស់យើងបើយើងវឹកហាត់ចិត្តបានតិចវាមានកំណត់តិចទៅវឹកហាត់បានច្រើនក៏វាបានច្រើនអញ្ចឹងទៅណាប៉ុន្តែបើយល់ពីជីវិតច្បាស់រហូតដល់ព្រះរហន្តហ្នឹងអត់មានអីកំណត់ទីទេគ្មានអីទៅធ្វើឲ្យលោកកលក់ចិត្តឡើយលោកក៏ធัวទាំង8ពាល់លែងកើតែវាយើងបទជនគឺពិតជាមានដែនកំណត់ទាំងអាត្មាក៏ដោយឈ្មោះជាភាសាថៃឈ្មោះអីឆិតដេចាមិនអាត្មាអានសូវឃើញសតទួយពេកសួរថាហេតុកៈចិត្តឲ្យឌីគុណអធិប្បាយផងអហេតុកៈចិត្តទល់តែរៀនមកបានយល់បានថ្មប្រែពីឲ្យតែចិត្តដែលមិនមានហេតុកើតរួមជាមួយហើយហេតុដែលកើតរួមជាមួយហ្នឹងគឺហេតុតបច្ចយាធម្មាហេតុតបច្ចយានៅក្នុងពីមហាប្រធានដែលលោកសូត្រនោះហេតុ6ហ្នឹងហេតុអីខ្លះលោភៈហេតុទោសៈហេតុមោហៈហេតុហ្នឹងហេតុនៃអកុសលកើតនៅក្នុងអកុសលចិត្ត12ដួងណាហើយនឹងអលោភៈហេតុអទោសៈហេតុហើយនឹងអមោហៈហេតុឬឲ្យឈ្មោះថាបញ្ញាអាហ្នឹងកើតនៅក្នុងពួកសហេតុកៈសោបនៈចិត្តដោយឡែកអហេតុកៈចិត្ត18ហ្នឹងវាអត់មានវត្តមាននៃហេតុបច្ច័យហ្នឹងនៃធោដែលជាតួហេតុ6ហ្នឹងអត់មានលោភៈទោសៈមោហៈអត់មានអលោភៈអទោសៈអមោហៈហ្នឹងទេហើយចិត្តហ្នឹងមាន18គឺអកុសលវិបាក7ហេតុកៈអកុសលវិបាក8ហើយនឹងកិរិយាហេតុកៈ3យើងមើលនៅក្នុងចេតសិកនៅក្នុងហ្នឹងអត់មានអានោះទេដូចជាចក្ខុវិញ្ញាណនេះមានតែចេតសិក7ផាសោវេទនាសញ្ញាចេតនាឯកកតាជីវតន្រិយ៉ាងហ្នឹងមានតែប៉ុណ្ណាអត់មានលោភៈទោសៈមោហៈនៅក្នុងចិត្តឃើញហ្នឹងទេបានគេហៅថាអហេតុកៈចិត្តថាខាតចៃលោកគ្រូតើធ្វើយ៉ាងណាដើម្បីកុំឲ្យមានជំនឿផ្ដេសផ្ដាស់តទៅក្នុងសង្គមខ្មែរយើងកត្តាអប់រំសំខាន់ណាស់ការផ្ទាល់ចំណេះដឹងណា education ដូចអារាល់ថ្ងៃហ្នឹងអាធ្វើតាមតែការអាចធ្វើបានហ្នឹងរបៀបដូចចាក់ថ្នាំពីក្រៅទេมันងាយកែឡើយអាក៏ដឹងដែរធ្វើដូចអាហ្នឹងក៏ដឹងដែរដឹងថារោគវាឈឺពីក្នុងក៏ប៉ុន្តែអារាល់ថ្ងៃហ្នឹងអាលាបថ្នាំពីក្រៅមានតែអាអត់នៅក្នុងប្រព័ន្ធនៃសរីរាង្គហ្នឹងបើក្នុងប្រព័ន្ធសរីរាង្គហ្នឹងវាទល់តែនៅក្នុងជួររដ្ឋឬក៏ជួរមន្ត្រីសង្ឃនិយាយមែនទេណាថ្នាក់ដឹកនាំបានវាមានប្រព័ន្ធបញ្ជាពីខួរក្បាលទៅវាទៅដល់បេះដូងអញ្ចឹង spread ទូទាំងកាយលឿនបើសិនបើថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ហ្នឹងគាត់យកចិត្តទុកដាក់តំណឹងបញ្ចូលទៅតាមកន្លែងអប់រំហ្មងតាមសាលាណាជាពិសេសគ្រូត្រូវចេះមុនគេត្រូវរៀនឲ្យយល់
ពីអាប្រទេសប្រដាស់នឹងមិនប្រទេសប្រដាស់គ្រូត្រូវយល់មុនគេបានគាត់មានចំណេះដឹងទៅផ្ទេរឲ្យសិស្សកើតហើយបើគ្រូរាល់ថ្ងៃគាត់លៀងអរិយដែរហ្នឹងធ្វើម៉េចហើយគាត់នៅមួយសិស្សច្រើននឹងអីហ្នឹងអាថ្មឯណាទៅនៅមួយសិស្សអត់ប៉ុណ្ណឹងហើយជួមន្ត្រីសង្ឃក៏ដូចគ្នាចឹងដែរស្មាទោសបើភាកច្រើនសិតតែស្រោចទឹកខ្សែកថាហ្នឹងធ្វើម៉េចមិនឲ្យវិជាជនយើងយល់ខុសបើនាំធ្វើតែចឹងហ្នឹងថាមិននិយាយទៀតហើយញាតិញោមយើងច្រើនជឿទៅគេថ្នាក់ដល់ប៉ុណ្ណេះគេធ្វើលោកឯងមកនិយាយទេណាគឺកាន់តែយ៉ាប់ទៀតមានន័យថាអាស្រោចបានតែពីខាងអាក៏ទទួលដែរអ្នកខ្លះបន្ទោសអាហ្នឹងហើយលោកឯងនិយាយបើវាមានប្រសិទ្ធភាពនិយាយ4 10ឆ្នាំមិនមែនជ័យទៅជឿអញ្ចឹងប៉ិនសួរថាត្រូវមើលអំពីស្ថានភាពរបស់អាត្មាផងតើអាត្មាឈរនៅទីតាំងណាមិនមែននៅចំក្បាលមិនមែននៅចំបេះដូងមានន័យថាគឺស្រោចតែពីក្រៅអារោគវានៅក្នុងនេះអញ្ចឹងបានអ្នកខ្លះចាប់បានបន្តិចហ្នឹងណាហើយមនុស្សយើងជឿទុកចិត្តវាច្រើនតែទៅលើតំណែងទៅលើស្អីហ្នឹងគេមានមុខមាត់គេមានតំណែងអីនិយាយអីគេជឿអត់ជឿអីច្រើនទេមនុស្សយើងអញ្ចឹងដើម្បីកែប្រែសង្គមបានណាគុំយើងបានវាទល់តែទៅតាមប្រព័ន្ធដូចយើង inject ចាក់ថ្នាំចង់ឲ្យវា spread លឿនលេបចូលទៅក្នុងបានវាធ្វើការពីក្នុងមកវាសាយចេញចាហើយស្អីដែលដូចសរសៃឈាមស្អីដែលដូចជាក្បាលស្អីដែលដូចជាបេះដូងគឺប្រព័ន្ធដឹកនាំប្រព័ន្ធអប់រំដែលនៅក្នុងជួររដ្ឋហ្នឹងដែលក្នុងជួរមន្ត្រីសង្ឃហ្នឹងដែលដូចជាសរសៃឈាមដែលរត់បានតាំងពីលើដល់ក្រោមឧទាហរណ៍ដូចនៅក្នុងជួរមន្ត្រីសង្ឃរត់តាំងពីលើដល់ក្រោមឃើញទេតាំងពីសម្ដេចរហូតមកព្រះមេគុណរហូតទៅអនុគុណរហូតដល់ទៅក្រោមសិតទៅនៅតាមសរសៃហ្នឹងបើសិនជាថ្នាំសម្មាទិដ្ឋិហ្នឹងត្រូវបានចាក់បញ្ជាចេញពីនឹងមកអាត្មាគិតថាលឿនណាដោយវិធីសាស្ត្ររបស់ពុទ្ធចឹងពុទ្ធយកកំណើតជាក្សត្រអញ្ចឹងព្រះអង្គអាចតាក់ទងបានជាមួយសិទ្ធិបរិជាជាមួយមេតបជាមួយកហបតីជាមួយព្រះរាជាឃើញទេភ្លាមព្រះអង្គទៅប្រោសប្របាទពឹមពិសាយល់ច្បាស់សម្រាប់គុណធម៌ទៀតណោះបរិវាររាប់ម៉ឺនស្ដាប់តាមព្រះអង្គឃើញទេឃើញវាលឿនទេចាក់ចំក្បាលចាក់ចំក្បាលចាក់ចំបេះដូងនឹងចែកឈាមទៅរាជក្រឹសក៏យកបានស្ដាច់ទៅណាទៅកយាសីស័កក៏ទៅយកបានគ្រូធំឈ្មោះអីឈ្មោះអូរវេលកាសបៈដែលគេគោរពពេញនឹងទៅប្រោសពួកចដិលពួកស្អីបួសតាមមហាមាត្រនោះរាប់ម៉ឺនអ្នកនោះទៅយកគ្រូនឹងបានទៀតគ្រូនឹងព្រាជទៅទៀតទៅខាងនគរបានព្រះអង្គទៅប្រោសបិតាឲ្យយល់ទៀតក៏បិតាយល់ញាតយល់ទាំងអស់អញ្ចឹងព្រះអង្គចាប់ចំមេប៉ុន្តែព្រះអង្គឈរទីតាំងត្រូវអាត្មានេះវាឈរទីតាំងអត់ត្រូវតាំងពីកើតមកម៉េះទៅកើតនោះជនបទប៉ុន្តែទោះបីជាដឹងយ៉ាងណាក៏ដោយនៅតែនិយាយអញ្ចឹងលៀបក្រៅហ្នឹងក៏បានអ្នកយល់ខ្លះក្រែងលោលោកប្អូនក្រោយណាគិតថាខ្ញុំកណានេះវាហួសហើយលោកប្អូនក្រោយបួសមកគេលោកមានវាសនាទៅធ្វើស្ដេចសង្ឃអីចឹងទៅយល់ថាស្អីដែលក៏បីចែកទៅដល់ប្រជាជនយើងហ្នឹងក្រែងលោដាំថ្ងៃនេះមិនប្រកាសថាទទួលផលថ្ងៃហ្នឹងឯក្រែងលោពាក្យហ្នឹងវាលឺទៅដល់បងប្អូនក្រោយដែលមានមនសិការល្អមានបេះដូងស្អាតល្អមិនសម្លឹងយកលៀបសការៈហ្នឹងយកមកធ្វើត្រីមុខទេធ្វើមិនឲ្យតែបរិស័ទបានយល់ដឹងត្រូវពិតប្រកបចង់ឲ្យពុទ្ធសាសនារីកចម្រើនពិតប្រកបហើយបានទៅឈរនៅក្នុងទូនាទីហ្នឹងឬក៏លោកប្រមុខរដ្ឋណាមួយនាពេលអនាគត10 20ឆ្នាំទៀត50ឆ្នាំទៀត100ឆ្នាំទៀតគាត់ដេកពោះលេងទៅស្ដាប់ YouTube ឬលោកគ្រូសានខ្មោចលោកគ្រូសានសុជានិយាយណាអានេះត្រូវអានេះខុសគាត់បញ្ចូលអាការសិក្សាអាហ្នឹងជោគជ័យពន្លកអៀនតើជនធម្មតាអាចបដិបត្តិធម៌វិបស្សនាខ្លាយជារហន្តបានដែរឬទេព្រះរហន្តសមមកពីមនុស្សធម្មតាហ្នឹងដែរមិនកើតមកព្រះរហន្តហ្មងណាប៉ុន្តែត្រូវមានលក្ខណៈអីខ្លះ
ដែលអាចសម្រេចគុណធម៌វាបូកផ្សំការសន្សំមកមានឧបនិស្ស័យផងហើយបូកផ្សំនឹងពេលបដិសន្ធិពេលបដិសន្ធិគឺបដិសន្ធិជាតហេតុកបុគ្គលបើបដិសន្ធិមកជាលក្ខណៈទុហេតុកបុគ្គលឬក៏អហេតុកបុគ្គលអត់បានសម្រេចទេពួកអត់ឆ្លាតអត់វៀងវៃអត់ឆ្លៀសនឹងវាមានហេតុបច្ចុប្បន្នហើយនឹងហេតុអតីតកាលហើយរួមជាមួយនឹងប្រយោគខ្សែគប់ត្រូវនឹងការបញ្យល់ត្រូវដឹកនាំផ្លូវត្រូវហើយយើងវាមាននិយាយរួមទៅវាមិនខុសពីឧទាហរណ៍ថាយើងវាមានសមត្ថភាពគ្រប់គ្រាន់ប៉ុន្តែយើងរកការងារអត់បានដល់យើងពឹងពាក់នរណាម្នាក់ទៅគេណែនាំទៅយើងគាត់ប្រកាន់សមត្ថភាពខ្លះទៀតដល់គោលដៅត្មងអញ្ចឹងប៉ុន្តែវាពាក់ព័ន្ធនឹងខ្លួនយើងនឹងផងដែរប៉ុន្តែសូមជម្រាបថាអ្នកដែលបានបដិបត្តិធម៌ហើយបានសម្រេចព្រះរហន្តនោះគឺសុទ្ធតែមកពីមនុស្សធម្មតាពុទ្ធក៏កើតមកជាមនុស្សធម្មតាដែរអត់មាននរណាកើតមកជាព្រះរហន្តតែម្ដងទេខួនសមាលីគុណម្ចាស់ឡាយនៅថ្ងៃណាខ្លះហើយម៉ោងប៉ុន្មានទៀនជាប្រចាំដែលអត់ចាំបាច់អ្នកស្ដាប់នៅចិត្តអាត្មាគឺរាល់ថ្ងៃសុក្រម៉ោង5ដល់ម៉ោង7យប់ម៉ោងស្រុកខ្មែរបន្តិចទៀតប្រហែលជាអាត្មាដូរម៉ោងពី6ដល់8វិញដោយសារនេះដូរឡើង1ម៉ោងហើយថ្ងៃខុសពីនឹងតាមពេលវេលាសមគួរមិនកំណត់ទេភាគច្រើនពេលថ្ងៃដែលអាត្មាមានញាតិញោមគាត់មកសាកសួរបញ្ហាចឹងទៅក៏ចេះតែឡាយឲ្យមើលទៅទោះបីគាត់មកតិចមកច្រើនអីដោយគិតថាអាចចែករំលែកដល់បរិស័ទស្ដាប់តាមនឹងច្រើនហើយឬក៏ទៅតាមផ្ទះតាមបុណ្យអីក៏ចេះតែឡាយឲ្យមើលចឹងទៅបងកំពុងសោមកូនខ្មែរគិតត្រូវយល់ត្រូវធ្វើត្រូវតើសង្គមខ្មែរបច្ចុប្បន្នប្រគ្រូយល់យ៉ាងណាដែរបើសបែរទៅជាខ្មៅពាក្យតសបែរទៅជាខ្មៅនឹងមានអំពើល្អបែរទៅជាយល់ថាអាក្រក់អីសម័យណាក៏វាមានដែរតិចហើយនឹងច្រើនណាតិចហើយនឹងច្រើនសម័យពុទ្ធក៏មានអ្នកធ្វើអាក្រក់ដែរវាតិចហើយនឹងច្រើនអ្នកប្រាជ្ញកើតឡើងច្រើនប្រព័ន្ធដឹកនាំល្អអំពើល្អវាថយវាចម្រើនអំពើអាក្រក់វាថយចឹងទៅវាអត់មានសម័យកាលទេកុសលធម៌អកុសលធម៌អត់មានសម័យកាលទេវាគ្រាន់ថាបើកុសលធម៌ចម្រើនអកុសលធម៌វាថយអកុសលធម៌សម្បូរកុសលធម៌វាថយមនុស្សល្អច្រើនឡើងមនុស្សអាក្រក់វាថយអញ្ចឹងដល់មនុស្សអាក្រក់ច្រើនមនុស្សល្អថយអញ្ចឹងវាត្រូវទៅមើលប្រព័ន្ធនៃការបណ្ដុះមនុស្សណាប៉ុន្តែនិយាយចឹងទៅអាត្មាក៏មិនដឹងថាសង្ឃឹមមិនទេមិនបាច់ទៅនិយាយដល់កូនក្មេងដែលនៅឆ្ងាយពីធម៌ទេសូម្បីតែតាមវត្តយើងអាត្មាមិនដឹងសង្ឃឹមថាឲ្យលោកយល់ធម៌ល្មិចការរៀនវាអត់មានពុទ្ធសាសនាអីច្រើនមកហ្នឹងអត់មានរៀនធម៌មែនទេក្នុងជីវិតហ្នឹងអត់រៀនណាបើយើងរៀនរត់តែសញ្ញាបត្រទេតែថាឲ្យចេះធម៌យកមកបដិបត្តិក្នុងជីវិតហ្នឹងវាអត់ទេធ្វើឲ្យកើតជាមនុស្សល្អមិនកើតជួនការរៀនហ្នឹងបង្កើតឲ្យមនុស្សពុកអលួយមួយរៀនហ្នឹងទាំងសញ្ញាបត្រលោកទាំងសញ្ញាបត្រស្អីហ្នឹងពុកអលួយដូចគ្នាហ្នឹងដាក់លុយដាក់កាក់ហ្នឹងអ្នករៀនមួយអាត្មាខ្លះឃើញធ្លាក់ឲ្យដាក់អស់ទៅ$50ជាប់ណាអាហ្នឹងមិនអលួយអាត្មាជប់រៀនពីសាលាហ្នឹងទៅថាអញ្ចឹងណាបើរៀនវាមិនបានដល់បណ្ឌិតគេហ្នឹងរឿងហ្នឹងហើយទាំងរៀនទៅអីបងកុំអីយកបណ្ឌិតមួយគេលយបាត់ប៉ុន្តែជាគិតថាកិច្ចពីសាលាបសក់មកសាលាលោកមកសាលាលោកពុកលួយទៀតអីជប់រៀនតែហ្មងទៅគួយរៀនខ្លួនឯងទៅបានវាអត់បានបណ្ឌិតអីគេនោះណាចឹងបានសប្បាយចិត្តដែរដោយលោកប្អូនក្រោយមករៀនទៅប្រឡងធម្មធម្មអីទោះបីសញ្ញាបត្រវាគ្មានតម្លៃអីប៉ុន្តែឲ្យតែលោកចេញពីវត្តទៅប្រឡងគឺមិនដែលអន់ទេព្រះមេគុណក៏លោកសរសើរដែរប្រឡងមិនដែលធ្លាក់ទេហើយមិនដែលដាក់ប្រយ៉ងមែនអត់មានប្រយ៉ងមានប្រយ៉ាងអីទេលោកទៅពីមនីរតប្រឡងគឺប្រឡងហើយលោកមេគុណលោកប្រកាសថ្នាក់ណាមានមនីរតមិនអស់សង្ឃឹម
ហ្នឹងហើយបានទៅជាស្អីក៏បានយល់ដឹងថាពុទ្ធបរិញ្ញាពីអីដែរអញ្ចឹងណាហើយយើងមើលកន្លែងដោះមនុស្សយើងគ្រូអត់យល់ហ្នឹងអត់យល់ពីជីវិតទេគ្រូក្រោយហ្នឹងអាត្មាមើលក៏អត់យល់ទេភាកច្រើនក៏អត់យល់ទេហើយមិនបានអាត្មាថាមិនយល់លើកទៅសាលាមួយថ្ងៃមុនដឹងហើយនាយកសាលាណាស្លាប់នោះឃើញទាំងគ្រូទាំងសិស្សនាំគ្នាឈប់អស់ហ៎ទៅគូស្អីសពេញនៅសាលាថាខ្មោចចេះចោះដោះរូបគាត់ចោលនាយកសាលាទាំងមូលអញ្ចឹងអាត្មាអាចនិយាយបានថាលោកគ្រូនាយកសាលាហ្នឹងក៏អត់យល់ដែរការគាត់នៅរស់គាត់មិនដែលបញ្យល់សិស្សឲ្យស្គាល់ពីជីវិតមិនទេគាត់បរៀនថាគណិតនឹងអាម៉េចប្រវត្តិសាស្ត្រនឹងអាម៉េចបរៀនអញ្ចឹងតែមេរៀនសាលាហ្នឹងក៏អត់បានឲ្យយល់ពីជីវិតតាមមេគាប្រពុតប្រាប់ទេអត់ទេអញ្ចឹងហើយបានពេលងាប់ទៅខ្មាក់ខ្លាចខ្មោចមកសាលាហ្នឹងវាសមមុខលោកគ្រូនាយកហ្នឹងដែរហ្នឹងមើងងាយធัวមើងងាយមេរៀនជីវិតអាហ្នឹងដល់ហើយកើតមកអញ្ចឹងទៅបន្ទោសណាគេទៅបន្ទោសសិស្សហ្នឹងទៅបន្ទោសអ្នកគ្រូលោកគ្រូម៉ាហ្នឹងថាអត់ទេថាមកពីមេរៀនសមាទិដ្ឋិហ្នឹងយើងអត់បង្កើតនៅក្នុងសាលាហ្នឹងBuddhism របស់រដ្ឋហ្នឹងពុទ្ធសាសនារបស់រដ្ឋហ្នឹងរដ្ឋចេះស្អីពីមេគាប្រពុតហ្នឹងវាអត់អាត្មាមិនចង់បន្ទោសដល់ហ្នឹងឯងបន្ទោសថាលោកហ្នឹងចេះស្អីតាមវត្តហ្នឹងអត់រៀនផងហ្នឹងអ្នកស្ដាប់ធัวរាល់ថ្ងៃច្រើនសក់វិញទេហើយលោកមែនទេលោកច្រឡំថាលោកចេះព្រោះលោកចេះសូត្រធัวហើយហ្នឹងងាយស្ដាប់ទេមើលទៅតាមទេសនាអញ្ចឹងណាទៅទេសនាតិចថាលោកនៅស្ដាប់អត់ទេមិនមែនភារៈរបស់លោកអត់ត្រូវបានលុយពីទេសនាហ្នឹងនោះធ្វើសូត្រមុនបានលុយខ្លះជាប់ទេសនាទៅវត្តយាយស្ដាប់ធម៌អញទៅវត្តអញអត់ទេហងអញ្ចឹងអ្នកមើលងាយធัวជាងគេលោកសងភាកច្រើនហ្នឹងហើយអ្នកបួសហ្នឹងហើយហងហើយខ្ញុំចំណាំមើលទៅពិធីបុណ្យគ្រប់កន្លែងដល់ពេលទេលោកធំទៅអស់ហើយនេះសូត្រមុនហើយបានលុយហើយទៅយាយអស់លុយផងនៅស្ដាប់ទៀតសួរថាណាលះបង់ដើម្បីធัวខ្លាំងជាងឥឡូវលោកទៅសូត្រមុនហើយបានលុយណាគេប្រគេបច្ច័យ4ណាតែគ្រាន់តែនៅឲ្យស្ដាប់ធម៌មិនបាច់រៃលុយលោកឲ្យចូលទេសនាទេក៏លោកអត់នៅដែរលោកអត់នៅស្ដាប់ទេតាមពិតលោកក៏គ្មានយល់ថាធម៌នឹងសំខាន់ដែរបានលោកទៅនោះតែពេលលោកទេសប្រាប់គេថាធម៌នឹងសំខាន់ណាស់ថាអាចគោមេទេលោកមិនយល់ទេលោកអ្នកសូត្រមុនឲ្យទៅបាត់អត់ស្ដាប់ធម៌នឹងលោកគ្មានយល់ថាធម៌សំខាន់ទេបានលោកទៅចោលធម៌នឹងអញ្ចឹងឯងតាំងពីអាត្មារៀនមកលោកនៅវត្តជាមួយនឹងកូននៃទេសនាក៏ឲ្យស្ដាប់ដែរវាមានប្រយោជន៍ត្រង់អីកូននៃទេសនាកាលណាលោកទេសមានខុសមានត្រូវយើងជាប្រធេរៈអង្គុយស្ដាប់ជួយកែលោកទោះបីមិនកែនៅតំណឹងមកវិញប្រាប់លោកណាព្រះអង្គទេសនឹងវាអត់ត្រូវទេកន្លែងនេះឲ្យលោកយល់ហើយដល់យើងអត់មានតួនាទីទេសនាដល់ចោលលោកចិត្តថាប៉ាត់ណាប៉ាត់ណីហើយដល់ទេសមកអាកផ្លុកអាកផ្លែងជួងកាកផ្លែងជាងនៃក្រំទៀតសំដីគេហៅថាសំដីស្ដាច់រះយកទៅនិយាយមានសមហីលោកទេសតាមអ្នកល្បីខ្លះទៅអ្នកល្បីស្ដីគេបដើអាឯងកូនទូចទៅអង្គុយស្ដីគេណាលោកអត់យល់ហើយទៅបន្ទោសលោកក៏បន្ទោសមិនកើតមកពីលោកធំហ្នឹងឯងធំគឺលោកបួសយូរហ្នឹងណាចឹងនិយាយទៅលោកបួសយូរហ្នឹងដាក់លោកទេគេណាញោមមើលទៅញោមធ្លាប់ធ្វើបន់អត់ហើយធ្លាប់មុនលោកទេហើយលោកសូត្រមុនទៅចោលអត់មើលញោមណាធ្លាប់ធ្វើខ្លះប្រាប់មើលហើយអញ្ចឹងមែនអត់ហើយបានអាត្មាដឹងអញ្ចឹងដោយសារអីនៅស្រុកកំណើតអាត្មាពីមុនគាត់រៃលុយទេសនាដល់គាត់រៃលុយទេសនាឧទាហរណ៍ថារៃបាន 30,000 កាលមុនវាលុយថ្លៃដែរនោះ 30,000 ហើយលោកសូត្រមុន 4 អង្គអញ្ចឹងគាត់ប្រកេនលោកហាត់បាសនឹងខ្លះលោកគាត់ថាប្រកេនលោកហាត់បាសតែវាអត់មានត្រូវតាមវិន័យស្អីទេតែគាត់ចង់ឲ្យលោកនៅស្ដាប់ធម៌បានគាត់ថាប្រកេនលោកអ្នកទេស 20,000 ព្រះអង្គទេសអង្គុយស្ដាប់ហ្នឹងមួយអង្គ10000អញ្ចឹងទៅដល់គាត់បង្កើតកម្មវិធីហ្នឹងលោកសូត្រមុនហើយក៏អត់ទៅវត្តដែរលោកអង្គុយចាំយកលុយគឺមានរឿងពិតណានៅវត្តពោមន្ត្រី
ឃុំកូប៉ូស្រុកបរិយជលសាខេត្តតាកែវស្រុកកំណើតអាត្មាហ្នឹងហើយកំចាត់អារបៀបហ្នឹងតាំងពីគ្រូអាត្មាមកម៉េះលោកអត់ឲ្យធ្វើចឹងទេអត់ឲ្យអារបៀបទៅរំលែកលុយទេសនាមកឲ្យលោកអង្គុយស្ដាប់ល្មិចហើយលោកក៏បំបត្តិតាំងពីហ្នឹងមកអាត្មាទៅហ្នឹងក៏អត់ឲ្យធ្វើចឹងដែរប៉ុន្តែលោកទាំងអស់ត្រូវអង្គុយស្ដាប់កាលហ្នឹងអាត្មាមិនជាយល់ធម៌ប្រមាណទេប៉ុន្តែវាខ្មាស់គេណាគួរឲ្យខ្មាស់គេណាខ្មាស់គេត្រង់អីថាញាតិញោមគាត់មកធ្វើបុណ្យគាត់មកចូលបុណ្យអត់មានបានអីឡើយគាត់ចូលលុយទេសនាហើយគាត់អង្គុយស្ដាប់ធម៌ទៀតឯងនេះវាទល់តែបានលុយបានអង្គុយស្ដាប់ធម៌អាក្រក់អាក្រៃហ៎តែយ៉ាប់ហើយអញ្ចឹងទៅឲ្យតាណាយល់យើងអត់ស្រឡាញ់ធัวមកថាសោះសូសੰងលបតេបញ្ញាបើថាបានទូនាទីទេសវិញញោមមកធម្មទានឈ្នះអស់ទានទាំងពួងអូធម្មទានឈ្នះអស់ទានទាំងពួងហ្នឹងឲ្យតែញាតិញោមស្ដាប់ឯងអត់ស្ដាប់តិចអញ្ចឹងវាមិនដូចជាមុខរបរដល់អញទេបានអញនៅអញអត់ទេសូត្រមន្តឲ្យរវល់ទៅវត្តអស់លេងលោកជាពិសេសលោកបួសយូរហ្នឹងហ្មងអត់គ្រប់ធัวទេអត់មានចង់នេះចេះដូចនឹងធัวអីទេនិយាយចឹងតែហ្មងហ្នឹងខឹងអីខឹងទៅហើយមើលញាតិញោមមកប្រទេសខ្មែរហ្នឹងឬក៏ប្រទេសណាប្រទេសណីក៏ដោយឲ្យរបៀបខ្មែរធ្វើបុណ្យសួរថាមានប្រមាណអង្គដែលដល់លោកផ្សេងទេសនាឲ្យនៅអង្គុយស្ដាប់អត់ទេសូត្រមន្តឲ្យទៅហើយបើមិនតាន់សូត្រមន្តក៏មិនតាន់ទៅដែរព្រោះអីព្រោះមិនតាន់បានលុយមិនតាន់បានលុយក៏អត់តាន់ទៅដែរនិយាយឲ្យវាអន់តិចចុះកុំឲ្យគ្រាន់បើពេកអាត្មាគិតចឹងអាត្មាជាគិតទៅទេសនាកន្លែងចឹងខំទៅពីចង្ងាយទៅទេសនាលោកទៅអស់លីចំអីចុះអាត្មាអញមានឈ្មោះបោះសម្លេងប៉ុណ្ណឹងដែរលោកមិនទៅអង្គុយស្ដាប់ចុះមុំលោកនៅអង្គុយស្ដាប់លោកនឹងដែរស្ដាប់ថាអត់ទេអញ្ចឹងឯងហើយបើមែនតែនទៅអ្នកស្ដាប់ធម៌ច្រើនជាងគេអ្នកគោរពធម៌ជាងគេគឺលោកនឹងហើយដែលត្រូវនៅគៀកកិតបរតនត្រ័យជាងគេព្រោះតបស្រួយរបស់ពុទ្ធណាហ្នឹងហើយនិយាយអស់ណាហើយជាបន្ទោសគេមិនក៏គេមិនស្ដាប់ធម៌សួរលោកស្ដាប់នៅអមិនក៏គេមិនស្ដាប់ធម៌ថាលោកស្ដាប់នៅអមិនបើគេមិនយល់ធម៌មិនអីថាលោកយល់នៅអ្នកកងតបស្រួយត្រូវយល់មុនគេត្រូវរៀនមុនគេត្រូវស្ដាប់មុនគេហ្នឹងហើយក៏មិនមែនថាបកណាគ្រប់អង្គសិតតែអញ្ចឹងដែរព្រោះមួយរយៈនេះឃើញកណាលោកស្ដាប់ដែរតាម Facebook ព្រៃអីហ្នឹងក៏ឃើញលោកស្ដាប់ដែរប៉ុន្តែភាគច្រើនតែលោកធំធំមានន័យថាបួសយូរនាំគេអាក្រក់ហ្មងហើយបើគឹងគិតតាមវិន័យតាណាបើគេប្រកាសសម្ដែងធម៌លោកណាមិនទៅកាត់អាបត្តិទុកគាត់ក្នុងវត្តជាមួយគ្នាហ្នឹងមើលវិន័យហ្នឹងចឹងប៉ុណ្្នឹងចុះមិនតទៅទៀតទេហើយសំណួរដែលមិនបានឆ្លើយញាតិញោមសួរម្ដងទៀតទៅសប្តាហ៍ក្រោយអាត្មាគិតថាឈប់ copy យកទៅដាក់ក្នុងកុំព្យូទ័រឲ្យបានយកមកឆ្លើយគឺឆ្លើយនឹងហ្មងស្រួលឆ្លើយតន់ប៉ុណ្ណាយកប៉ុណ្ណឹងហើយបើសំណួរណាឆ្លើយមិនតន់ទេតាមដានទៅថ្ងៃក្រោយសួរឡើងវិញទៀតមកអញ្ចឹងស្រួលជាងមិនលំបាកអាត្មាបណ្ឌិតមើលសំណួរមុនមកឡើងឈឺភ្នែកផងអញ្ចឹងប៉ុណ្ណឹងចុះនិយាយអត់មានចេតនាអាក្រក់អីទាំងអស់ចង់ឲ្យតែមានភាពរីកចម្រើននៅក្នុងសង្គមយើងទាំងអស់គ្នាហើយបើប្រកាសណាគ្រប់ព្រះអង្គយល់ដឹងទៅសម្ដែងត្រូវទៅបដិបត្តិត្រូវទៅវារីកចម្រើនទាំងអស់គ្នាមិនមករីកចម្រើនដូចខ្ញុំកណានៅដាច់ពីគេតែឯងឥឡូវនេះមកនៅនេះឆ្ងាយពីខ្មែរពីអីទៀតមិនទៅនិយាយយកស្អីពីណាទេវានៅឆ្ងាយពីគេតែនៅនេះអត់ទាំងដែលធ្វើអីផងមិនដែលទៅប្រកាសបុណ្យកឋិនដែលទៅប្រកាសស្អីអត់តែហ្មងហ្នឹងឆាន់មករស់ហ្នឹងហើយអត់ដែលទៅប្រកាសប្រមូលបរិស័ទគេទេវត្តក្នុងនេះអីក៏មិនបាច់ភ័យដែរអាត្មាគ្មានទៅប្រមូលបរិស័ទស្អីទេអត់តែហ្មងហ្នឹងកំភៃបាត់បរិស័ទបាត់ស្អីអាត្មាមិនទៅប្រមូលស្អីទេនិយាយឲ្យតែយល់ទេហើយបដិបត្តិត្រូវទៅសុកខ្លួនឯងទៅចប់ហើយ
ណាសូមមាសកាលានឹងចម្រើនពរលាភនឹងកើតនៅក្នុងកុសលហើយនឹងកិរិយាអញ្ចឹងទៅមិនកើតនៅក្នុងអកុសលទេអញ្ចឹងបើវាកើតនៅក្នុងកុសលវាជាបុណ្យនៃបាបថាវាបុណ្យហើយបុណ្យហើយកុសលហ្នឹងពាក្យកណ្ណវេវចនៈស័ព្ទតាជា synonym តាហើយបានអត់ហ្នឹងវាគ្មានកន្លែងដាក់ថាបានឬមិនបានទេគ្រាន់ថាវាកើតខណៈចិត្តកើតហ្នឹងគឺបុណ្យហើយខណៈចិត្តកើតហ្នឹងគឺជាកុសលហើយបានវាកើតករុណាហ្នឹងអករុណាហ្នឹងឯងតួបុណ្យនោះអាណិតអសូរសត្វលោកនោះតែគ្រាន់ថាសួរថាបានបុណ្យអត់ហ្នឹងបែបបុណ្យខ្ញុំយកមកហើយខ្ញុំហ្នឹងវាទៅរស់ស៊ីមានបានទៅស្អីស្អីណាហើយយ៉ាងតែមើលបែបគិតអញ្ចឹងហ្នឹងបានសួររឿងបានបុណ្យអត់ហ្នឹងប៉ុន្តែបើសិនជាយើងស្គាល់មែនទេដូចយើងទៅរៀនអញ្ចឹងនៅពេលដែលយើងទៅរៀនយើងអត់មកសួរអ្នកដទៃទេថាខ្ញុំរៀនអញ្ចឹងបានចំណេះអត់ចឹងមានអ្នកទៅរៀនហ្នឹងអត់ចេះបានសួរអញ្ចឹងឧទាហរណ៍ទេណាចឹងបានថ្មចង់ឲ្យយល់ពីមេរៀនខ្លះឲ្យដឹងថាស្អីជាកុសលស្អីជាបុណ្យស្អីជាបាបពិតប្រាកដអំពើគ្រាន់តែជាវិធីសាស្ត្រធ្វើខុសគ្នាប៉ុណ្ណោះទេ London Lin ពរចម្រើនពរពីរដ្ឋ Island អាមេរិកបាទសាធុនឹងឲ្យជំរាបផងម្ចាស់ទៀនការងារនោះបានចាប់ផ្ដើមហើយផ្សាយថ្ងៃមុនប្រហែលជាបានឃើញគុនឌូសាន់សួរថាតើនមោតស្សៈដែលតែងតែសូត្រ3ចប់មុនពេលសូត្រធម៌ដទៃទៀតនោះមានន័យប្រែជាភាសាខ្មែរដូចម្ដេចទៅព្រះអង្គសូមមេត្តាបកស្រាយភាគច្រើនគេសូត្រប្រែថាប្រែរាយសេចក្តីមកថារីកិរិយានមស្ការនៃខ្ញុំព្រះករុណាចូលមានដល់ព្រះរាមាប្រភិអង្គនោះព្រះអង្គជាព្រះរហន្តទ្រង់ត្រាស់ដឹងនៅធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គមិនមានគ្រូអាចារ្យណាបដៅឲ្យត្រាស់ទេគឺត្រាំងខ្លួនឯងសច្ចធម៌ហ្នឹងហើយអ្នកខ្លះយល់ច្រឡំថាព្រះអង្គទៅរៀនពីគេដែរតែអារៀនពីគេហ្នឹងចំណេះផ្លូវផ្សេងតែអាមេរៀនត្រាស់ដឹងនេះគ្មានពីណាបរៀនព្រះអង្គទេគ្រូមុនអត់ដែលត្រាស់ទេមានតែត្រាស់មានន័យថាវាមិនដែលឃើញទេអាហ្នឹងគ្រូមុនក៏អត់ឃើញអាហ្នឹងដែរដល់ព្រះអង្គទៅរកឃើញខ្លួនឯងឲ្យប្រែឲ្យណាហើយនៅយ៉ាងណាបើឆ្ងល់បានឆ្លើយទៀតហៅណារីសូមក្រាបថ្វាយបង្គំដឹកគុណខ្ញុំកណាមចម្ងល់ថាក្រុងពាលីកើតឡើងពីពេលណាព្រះពុទ្ធសាសនាឬព្រហ្មញ្ញសាសនាកើតឡើងពីពេលណានោះអាត្មាមិនប្រកាសទេក៏ប៉ុន្តែសំណួរមួយទៀតដែលសួរថាជាពុទ្ធសាសនាឬព្រហ្មញ្ញសាសនាថាឲ្យពុទ្ធសាសនាគឺ completely not ដាច់ខាត100ដឺក្រេមែនទេមែនតែហ្មងអាពិធីនឹងផ្លាញពុទ្ធសាសនាហ្មងពិធីក្រុងពាលីហ្នឹងគឺប្រឆាំងមួយពុទ្ធសាសនា100ដឺក្រេហ្មងហើយថាជាពិធីព្រហ្មញ្ញសាសនាទៅសួរអ្នកព្រហ្មញ្ញក៏គេមិនធ្វើអញ្ចឹងដែរយើងនេះវាបន្ថែមអាជំនឿខ្លួនឯងទៅអានេះអញ្ញៃពេញនឹងអស់ហើយទៅសួរ Hindu នៅឥណ្ឌាណាដែលធ្វើអញ្ចឹងនៃគេផ្សេងតែប៉ុន្តែឯងនេះទៅធ្វើសុំសុកសុំអីអញ្ចឹងមកថាព្រហ្មញ្ញក៏វាមិនចំព្រហ្មញ្ញដែរវាព្រំជឿទៅហើយជឿថាអញ្ចឹងបានសុកហើយមិនបានខ្ញុំបណ្ណាថាវាមានគោលការណ៍ប្រឆាំងគ្នាពីព្រោះព្រះអង្គសម្ដែងសុខទុក្ខកើតព្រោះការធ្វើដែលពិធីហ្នឹងវាទៅសុំសេចក្តីសុខពីក្រៅមកវិញគឺវាខុសគ្នានេះវាជ្រួយប្រច្រាស់គ្នានេះប្រច្រាស់គ្នាដាច់ខាតហ្មងណាឥឡូវនិយាយបន្តិចចោថាពិធីក្រុងពាលីហ្នឹងបើវាប្រកែមែនពាលីហ្នឹងយើងស្ដាច់និយាយពីស្ដាច់ស្វាទេស្ដាច់ស្វាហ្នឹងរឿងយូរហើយរាប់លានឆ្នាំហើយស្លាប់បាត់មិនដឹងទៅណាទេបើយើងគិតតាមរបៀបបញ្ញាតែបន្តិចណាសូម្បីតែស្ដាច់ខ្មែរយើងផងក្រាន់តែសុគតព្រឹបអស់សិទ្ធលើម្ចាស់ទឹកដីនឹងបាទគេនៅគោរពក៏គោរពទៅប៉ុន្តែមកចាត់ចែងសុកទុកប្រជាជនទៀតមិនកើត
ឧទាហរណ៍ដូចសម័យពលពតអញ្ចឹងមានប្របាទជីវរ្ម័ននេះណាមកជួយយើងកុំឲ្យរងទឹកទុក3ឆ្នាំ8ខែហ្នឹងអាហ្នឹងស្ដេចនៅក្នុងប្រវត្តិសាស្ត្រដែលយើងសិក្សាទៅមានមែនថាស្ដេចអស្ចារ្យមហាអាណាចក្រខ្មែរពីណាក៏ខ្លាចខ្លាចអីចឹងមានតើប៉ុន្តែស្លាប់ហើយអស់សិតទេមានស្អីទៀតហើយចុះស្ដេចស្វាហ្នឹងងាប់ប្រមាណ100តណហើយយកមកថ្វាយអង្គមដល់រាល់ថ្ងៃចឹងហើយសាច់ស្វាហ្នឹងបានបរៀនស្អីខ្លះដល់យើងវាអត់បើពុទ្ធព្រះអង្គអស់បរូបកាយមែនប៉ុន្តែវានៅអវាទរបស់ព្រះអង្គហ្នឹងវានៅបានយើងគោរពហ្នឹងបាទធ្វើអីធ្វើដូចអាថាអញ្ចឹងណាមិនតន់យល់ទេនៅបិទភ្នែកឡើយនេះទៅតោងហ្នឹងទៅអាត្មាមិនទៅយកមកធ្វើស្អីនាំពិបាកដល់អាត្មាទេបើកភ្នែកឃើញហើយដឹងថាហ្នឹងវាមិនក៏ចឹងទៅសុជាតាឈៀងសូមថ្វាយបង្គំសូមព្រះអង្គជួយបំភ្លឺអំពីតើការស្ដាប់លោកទេសនាយើងគួរតែមានអរិយាបថបែបណាឲ្យបានសមរម្យព្រោះពេលខ្លះក៏ណាងងុយដេកតើអរិយាបថនេះបាបដែរឬទេរឿងវិន័យគ្រាន់តែសំដែងផ្ទាល់បើសំដែងផ្ទាល់ណាបើសំដែងផ្ទាល់គ្រាន់តែចេះទេសម្រាប់អ្នកអត់ឈឺសម្រាប់អ្នកអត់ឈឺបើអ្នកអត់ឈឺអង្គុយលោកសំដែងឈរមិនគួរបើអ្នកអត់ឈឺពាក់មួកឬក៏ពាក់ដួនឬក៏ជួតក្បាលហើយថ្ងៃក្តៅដូចគ្នាហ្នឹងហើយលោកអត់មានអីទទួលហើយសំដែងដល់គេអត់គួរហើយបើអ្នកអត់ឈឺហ្នឹងពាក់ស្បែកជើងហើយលោកអត់ពាក់មិនគួរសំដែងបើអ្នកអត់ស្ដាប់អ្នកអត់ឈឺហ្នឹងអង្គុយស្ដាប់ប៉ិនខ្ពស់ជាងលោកអត់គួរសំដែងអានឹងនិយាយពីផ្ទាល់ទេក៏ប៉ុន្តែបើអ្នកនោះឈឺលើកលែងទាំងអស់អាកិច្ចអីក៏លើកលែងទាំងអស់ដែរឈឺឧទាហរណ៍ថាគ្នាវាមុតបាតជើងហ្នឹងបើមិនពាក់ស្បែកជើងតំណប់ពីក្រោមទេវាចាក់ស្មៅចាក់អីចឹងទៅវាឈឺពាក់ទៅហើយគ្នាវាឈឺក្បាលនៅតបៅក្បាលហ្នឹងអញ្ចឹងបើមិនរុំក្បាលទេរុយវារោមចឹកជួតទៅក្បាលហ្នឹងអត់អីទេហើយគ្នាវាឈឺខ្នងអង្គុយវាអត់កើតបានតែដេកទៅអត់អីទេថាព្រះអង្គអនុគ្រោះណាស់តែដែលមានកិច្ចវិន័យខ្លះកន្លែងហ្នឹងគ្រាន់តែដើម្បីឲ្យអ្នកស្ដាប់ហ្នឹងឲ្យតម្លៃអ្នកនិយាយប៉ុណ្ណោះទេឲ្យតម្លៃទៅលើអ្នកនិយាយឲ្យស្ដាប់ដោយសេចក្តីគោរពតែប៉ុណ្្នឹងគោរពហ្នឹងមិនមែនចាំបាច់ដល់សំពះមិនមែនចាំបាច់ដល់តែលុតក្រាបអីអត់ទេគឺថាតាំងចិត្តស្ដាប់ដោយល្អដើម្បីឲ្យយល់ហើយបើនៅឆ្ងាយចេះមិនប្រកាន់ទេពីព្រោះអីមិនមែនជាការសម្ដែងផ្ទាល់ស្ដាប់ហ្នឹងស្ដាប់ឮពីទូរស័ព្ទខ្លួនឯងទេចង់អង្គុយស្ដាប់អង្គុយទៅចង់ហាន់បន្លែបដើហាន់ទៅបើកឡានបដើបើកទៅដេកក៏ដេកទៅអាមានថាអីមកមើលមិនឃើញមកហ្នឹងអត់អីទេតែបើកាលណាបើយើងដេកហើយនឹងអង្គុយវាខុសគ្នាត្រង់ថាបើយើងយកចិត្តទុកដាក់ស្ដាប់មានប៊ិចផងទៅណូតកន្លែងណាសំខាន់ផងទៅប្រៀបជាមួយនឹងដេកធឹនធីវាខុសគ្នាហើយដល់បានផលវាខុសគ្នាលើអ្នកស្ដាប់នឹងទេវាមានទៅស្អីទេគ្រាន់វាខុសគ្នាថាបើយើងយកចិត្តទុកដាក់វាយល់ជាងវាចាប់បានជាងហើយណូតបានកន្លែងល្អទុកជាងហើយបើថាយើងដេកធ្វើចឹងទៅក៏វាអត់អីប៉ុន្តែគ្រាន់តែលទ្ធផលវាអត់បានដូចដែលគេយកចិត្តទុកដាក់តែប៉ុណ្្នឹងឲ្យវាទៅជាបាបស្អីនោះវាគ្មានទេ